បាទជម្រាបសួរបងប្អូនសម្រាប់បងប្អូនដែលអត់ដឹងថាគេដាក់ជីតាមដំណក់ទឹកយ៉ាងម៉េចបាទហើយគេភ្ជាប់ម៉ាស៊ីនយ៉ាងម៉េចបាទនេះគឺជាវីដេអូខ្ញុំបង្ហាញជូនបងប្អូនគ្រាន់តែមានធុងទឹកធំនេះមួយមកបាទហើយចោះវាបាទចោះវាបែបហ្នឹងមកបាទនេះបងប្អូនឃើញទេយើងចោះមានវ៉ានបិទបើកដែរមកបាទនេះហើយយើងតចូលមកអានេះក៏វ៉ានបិទបើកដែរមកហើយសម្រាប់ខាងក្រោមនេះគឺមកពីក្នុងស្រះបងប្អូនបាទមកពីក្នុងអូអញ្ចឹងណាហើយមកពីក្នុងអូអញ្ចឹងមកយើងចោះអាសយោដែលបឺតហ្នឹងគឺយើងចោះនៅខាងសយោបឺតមកពីក្នុងទឹកដូចគ្នាបាទហើយបានវាចូលមកម៉ាស៊ីនបាទហើយសម្រាប់ម៉ាស៊ីននេះដុំបូមនេះអាចចេញក៏យើងចោះមួយដែរបាទសម្រាប់យើងអត់ហត់ទៅដុសទឹកពីខាងក្រោមមកទេបាទនៅពេលដែលយើងចង់ដាក់ទឹកចូលក្នុងធុងយើងគ្រាន់តែបើកវ៉ាននេះមកគឺវាចេញចូលក្នុងធុងនេះហើយបាទយើងតសយោមកចូលក្នុងធុងបាទហើយសម្រាប់បឺតពីក្រោមមកគឺយើងដាក់ពីក្រោមមកយើងចោះត្រង់ហ្នឹងមកនេះចោះអាសយោបឺតពីក្នុងអូមកបាទអញ្ចឹងវាបឺតចូលមកវាចេញមកតាមនេះហើយបាទចេញមកតាមនេះវាស្រោចស្រពនៅដំណាំដែលយើងដាក់សយោហ្នឹងទៅបងប្អូននេះឃើញទេបាទដីនេះគឺគាត់ដាក់9រ៉ៃបាទ9រ៉ៃបាទហើយទិន្នផលវិញបងប្អូននេះខ្ញុំមកដកឲ្យមើលនេះបាទនេះដក2គុំបាទដក2គុំមានតូចតែ2គ្រាប់ទេបាទនេះ2គ្រាប់នេះក៏មិនតូចប៉ុន្មានដែរអាចចូលលេខ2បានដែរបាទលេខ2លេខ3ហើយបាទហើយគឺធំខ្លាំងមែនតើណានេះគឺយើងដាក់ថ្នាំពៅស្រួលយើងវាថ្នាំពៅវាជ្រាបចូលក្នុងដីតែម្ដងដល់មើមដំឡូងយកតែម្ដងបាទនេះងាយស្រួលបងប្អូនងាយស្រួលមែនតើបាទមានតែធុងនេះមួយហើយចោះវាខាងក្រោមនេះមកហើយចោះនៅខាងសយោបឺតមកពីក្នុងទឹកមកបាទគឺរួចជាការស្រេចបាទនេះទឹកបាទសម្រាប់បឺតយកទៅទឹកជីទឹកអីហ្នឹងបងប្អូនមានប្រភេទជីដាក់ជីទៅបាទហើយមើមបាទគឺធំល្អមែនតើបាទនេះងាយបងប្អូនបាទយើងចំណេញកម្លាំងក្នុងការបាញ់ថ្នាំបាទអត់សូវប្រើច្រើនហើយនឹងមិនសូវជាចុះលុយសម្រាប់ការដាក់ថ្នាំពៅបាទជីឬមួយក៏យើងបង្ហូរថ្នាំសម្រាប់សត្វល្អិតទៅតាមទៅយកដំណក់គឺស្រួលបាទឧទាហរណ៍បើបងប្អូនចង់ដាក់មួយធុងនេះចំនួន1ហិកតាអញ្ចឹងទៅបងប្អូនបើក2ដង2វ៉ានអញ្ចឹងទៅបងប្អូនដាក់ម្ដងកន្លះធុងអញ្ចឹងណាអញ្ចឹងពេលដែលយើងស្រោចយើងគ្រាន់តែយើងបើកវ៉ាននៅក្នុងទឹកនេះអស់មួយវ៉ានហ្នឹងទៅគឺវារួចកន្លះហាត់អញ្ចឹងបងប្អូនបិទអាវ៉ានកន្លះហាត់នឹងចោលទៅយើងបើកកន្លះហាត់ថ្មីយើងលាយទឹកថ្មីមកយើងបើកកន្លះហាត់ទៀតគឺយើងរួចជាការស្រេចអត់មានពិបាកបងប្អូនទេបាទនេះហើយសម្រាប់ទិន្នផលមកវិញបាទគឺធំល្អមែនតើបាទហើយបើមានចម្ងល់ទេបងប្អូនអាចសួរខ្ញុំបានបញ្ហាតាក់ទងនឹងការធ្វើនេះខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតបាទដោយសារឥឡូវនេះខ្ញុំមកដល់ចការហ្នឹងក៏ខ្ញុំមកថតឲ្យបងប្អូនមើលតែម្ដងទៅបាទហើយបើបងប្អូនមានចម្ងល់បងប្អូនអាចឆាតសួរខ្ញុំទៅហើយឬក៏ខមមិនខាងក្រោមវីដេអូនេះក៏បានដែរបាទហើយសម្រាប់បងប្អូនដែលចង់លក់ដលងឯងអាចតាក់ទងមកខ្ញុំបានខ្ញុំមានលក់ជាជីជាថ្នាំសម្រាប់ពៅដលងផងដែរបាទបច្ចេកទេសដាំបច្ចេកទេសធ្វើសយោបែបណាដើម្បីងាយស្រួលក៏ខ្ញុំមានដែរបាទអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំបានបាទអរគុណច្រើនបងប្អូនបាទ
chạy lấy hàng uống không mà ậu lên 50 kg thấy đâu lên đây rồi ậu chứ mà thấy đâu không biết nói gì đó nghĩ từ lâu vậy đây nó mới ban mà rải ini kan ini kan ini krong ini mang lagi tiap pokoknya semua krong cak lah krong ini ah hàng nhà ban mình chọn nó thuốc người nó đâu cái thằng chọn đấy cứ cả chứ đây o đây tên con chào phun mía phun cái cũng nhăng đắp hết ban này bay về xa mẹ thái để mưa mây chui kì ông cái kì co gì trời gì cho nó đã co mình có cù cò bà bong thọt thôi nè smart ly ạ mưa hơi smart ly mặt quá cắt đi một hồi ta sang mà sang ấy mình liêu thế có lô là lừa đảo cái lô bên liêu không bà
giờ tôi bóc rồi bao cà rong từng ăn lâu này bạn chất đấy là tầng thầu mọt mê đấy quỳ học quay hóc có hóc không mình chắc nấu nấu đang hai đứa mình chụp bao lâu đó mặc ôn Ai, ngồi nghiêm. ô bắt này cái bắt này ê vậy sao kìa ai cũng ô nhanh ôi ta mua nhanh một là hổ tôi ngon là Nó là thỏ hà, mua rồi xây ở mặt thấy tâu kiệt. Xây sang tháng này, xây thiên điểm và điểm. mẹ ra ra Khang cáo không biết là khang lơ miền. ô bạc đôi cay Tao vô tụi mình đi yên đây rồi. Nè cái. Mình đi trời lên Nam đã đặt là lít lắm bóng này mua ai kê mà cà rôm khơi nhanh cà rôm khơi nhanh cho nhanh anh ăn nhô đừng nhô chứ bánh chè đâu môi à môi bánh chè môi nha coi chúa phi liêu anh nhầm hà là qua tà liêu ấy bánh giấy đấy à lên phong